ธនាคารកណ្ដាលសហរដ្ឋអាមេរិករក្សាបន្ថយឬក៏ដំឡើងអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំ FOMC នាថ្ងៃទី17ឈានចូល18ខែមិថុនាឆ្នាំ2026នេះនៅវេលាម៉ោង 1:30 នាទីម៉ោងនៅប្រទេសកម្ពុជាផ្អែកលើការព្យាករណ៍ចុងក្រោយបង្អធនាគារកណ្ដាលសហរដ្ឋអាមេរិកដែលហៅកាត់ថា Fed នឹងរក្សាអត្រាការប្រាក់ឲ្យនៅដដែលនៅក្នុងកម្រិត 3.75% នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ FOMC ដែលនឹងត្រូវប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី17ឈានចូល18ខែមិថុនាឆ្នាំ2026នៅវេលាម៉ោង 1:30 នាទីទីភ្លឺម៉ោងនៅក្នុងប្រទេសកម្ពុជាយោងតាមការព្យាករណ៍បានបង្ហាញផងដែរថា Fed នឹងរក្សាអត្រាការប្រាក់គឺមានរហូតដល់ទៅចន្លោះពី97ទៅ99%ឯណោះសម្ពាធអតិផរណានៅតែខ្ពស់សន្ទុះតម្លៃទំនិញប្រើប្រាស់ CPI សម្រាប់ខែឧសភាបានហក់ឡើងដល់ 4.2% ដែលស្ទើរតែទ្វេដងនៃគោលដៅរបស់ Fed ដោយសារតែឥទ្ធិពលនៃតម្លៃប្រេងនិងសង្គ្រាមនៅមជ្ឈមបូព៌ាទីផ្សារការងាររឹងមាំបានបង្ហាញថារបាយការណ៍ការងារប្រចាំខែឧសភាបានកើនឡើងគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យ Fed គ្មានសម្ពាធក្នុងការកាត់បន្ថយអត្រាការប្រាក់ឡើយការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មីរបស់ Fed នេះគឺជាកិច្ចប្រជុំលើកដំបូងដែលដឹកនាំដោយលោកប្រធាន Fed ថ្មីគឺលោក Kevin Warsh ដែលបានចូលកាន់តំណែងបន្តពីលោក Jerome Powell កាលពីខែឧសភាក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនយល់ឃើញថាឱកាសនៃការបញ្ចុះអត្រាការប្រាក់នៅក្នុងឆ្នាំ2026នេះត្រូវបានលុបចោលទាំងស្រុងហើយទីផ្សារថែមទាំងចាប់ផ្ដើមបារម្ភថា Fed អាចនឹងដំឡើងអត្រាការប្រាក់នៅចុងឆ្នាំនេះវិញប្រសិនបើអតិផរណានៅតែបន្ត